ចិនលូជើក្នុងវ័យ19ឆ្នាំជូនកាដូដល់ស៊ូជឺក្នុងវ័យ19ឆ្នាំកាដូនេះខ្ញុំចង់ជូនដល់កុមារីស៊ូជឺអាយុ6ឆ្នាំបើឯងគ្មានកន្លែងទៅទេយើងអាចសង់ផ្ទះផ្ទាល់ខ្លួនមួយបាននេះជាភាពរ៉ូមែនទិករបស់ស្ថាបត្យករស៊ូគេដឹងថាចិនលូជើមិនដែលស្គាល់អត្ថន័យពិតនៃពាក្យថាបុផ្ទះនោះទេដូច្នេះគេចង់ខ្ចីម៉ូដែលនេះដើម្បីផ្ដល់ភាពកក់ក្ដៅដល់នាងនេះជាស្នាដៃដែលលោកនាយកជឿត្រូវចំណាយពេលជាច្រើនយប់ទើបធ្វើចប់ចិនលូជើក៏បានដឹងថាតាមពិតស៊ូជឺមិនមែនលមុខនឹងសម្រស់របស់គេទេគឺនាងពិតជាស្រឡាញ់គេមែនតែពេលចិត្តដល់ប្រឡងបញ្ចប់វគ្គកិច្ចការគូររូបរបស់ស៊ូជឺត្រូវបានគ្រូឲ្យធ្វើឡើងវិញមិត្តរួមបន្ទប់ធ្វើចប់អស់ហើយមានតែនាងទេដែលធ្វើមិនត្រូវចិត្តគ្រូពេលចិនលូជើដឹងរឿងក៏នាំនាងចេញមកដើរលេងគេគិតថាបើដួលហើយក្រៅពីក្រោកឈរក៏អាចឆ្លៀតដេកសម្រាកសិនដែរក្នុងការសិក្សាចិនលូជើតែងតែមានអារម្មណ៍ថាខ្លួនពូកែជាងគេតែពេលជួយឆែកពិន្ទុឲ្យស៊ូជឺគេក៏មានអារម្មណ៍ថាអន់ជាងនាងព្រោះវិទ្យាល័យទី1ដែលនាងរៀនសុទ្ធតែជាសិស្សពូកែពួកគេអាចប្រឡងបានពិន្ទុល្អឥតខ្ចោះបរិយាកាសនៅទីនោះអំណោយផលខ្លាំងតែស៊ូជឺខុសពីគេនៅសាលារុយជន់បើមិនប្រយ័ត្ននឹងត្រូវគេវាដាច់មិនខានត្រូវការវិន័យនិងការតាំងចិត្តខ្លាំងណាស់បើជាខ្លួនឯងវិញប្រកាសជាប្រឡងមិនបានពិន្ទុដូចស៊ូជឺទេស៊ូជឺស្មានថាចិនលូជើកំពុងលួងនាងតែក្នុងភ្នែកចិនលូជើលោកនាយកជឿមិនដែលដឹងថាខ្លួនឯងពូកែប៉ុណ្ណាទេដូច្នេះគេគ្រាន់តែចង់ឲ្យនាងធ្វើចិត្តឲ្យសប្បាយរកបញ្ហាឲ្យឃើញហើយដោះស្រាយវានោះនឹងជោគជ័យស្អែកឡើងស៊ូជឺក៏ទៅជួបគ្រូតាមពិតគ្រូតឹងតែងព្រោះចង់ឲ្យនាងល្អនេះជាស្នាដៃល្អបំផុតរបស់សិស្សថ្មីដូច្នេះគ្រូទាមទារខ្ពស់ពីនាងថែមទាំងយកស្នាដៃសិស្សចំនួនមុនមកឲ្យមើលដើម្បីឲ្យនាងរកគំនិតថ្មីតែប្រៀបធៀបយូរហើយនៅតែរកមិនឃើញរហូតដល់យល់សប្តិឃើញមកនាងមានអារម្មណ៍ថាស៊ូជឺមិនសមធ្វើស្ថាបត្យករទេហើយក៏គ្មានដងដែរព្រោះអារម្មណ៍នាងរៀបស្មើពេកហាក់ដូចជាភ្លេចរបៀបយំទៅហើយសម្ដីម៉ាក់ធ្វើឲ្យនាងសង្ស័យចិនលូជើចង់ធ្វើឲ្យនាងយំដើម្បីបញ្ចេញអារម្មណ៍ទៅសិនទៅស៊ូជឺយកសប្តិអាក្រក់ខ្ញុំទៅលូនាងសិនឯងត្រូវការអោក្រៅទេមិនបាច់ទេក្រៅពីចេះថ្នាក់ធ្នមសង្សារគេក៏មិនមានបញ្ហាអ្វីដែរក្នុងការចងចាំរបស់ចិនលូជើស៊ូជឺហាក់ដូចជាមិនដែលខឹងទេទោះជាឆ្លោះគ្នាលើកនោះក៏នាងមិនបញ្ចេញអារម្មណ៍អ្វីច្រើនដែរតែគំនិតអ្នកឌីហ្សាញតែងតែកើតចេញពីការចាប់អារម្មណ៍និងការបញ្ជូនអារម្មណ៍តែស៊ូជឺហាក់ដូចជាកំពុងទប់អារម្មណ៍ខ្លួនឯងនេះមកពីម៉ាក់របស់នាងម៉ាក់តឹងតែងដាក់នាងខ្លាំងណាស់តែញីចិត្តទន់ដាក់អ្នកដទៃគាត់ធ្លាប់គិតថាម៉ាក់ជាមនុស្សកំសាកក្រោយពេលម៉ាក់ស្លាប់ក៏បន្សល់ទុកនៅបញ្ហាវឹកវរជាច្រើនដូចជាមានគេបីកូនមកសុំលុយប៉ាមូលហេតុគឺមកពីគម្រោងរបស់ម៉ាក់ត្រូវផ្អាកគ្មានអ្នកបើកលុយឲ្យពួកគេសូម្បីតែលុយទិញម្សៅទឹកដោះគោឲ្យកូនក៏គ្មានដែលពួកគេធ្វើបែបនេះគឺមកពីការម៉ាក់នៅរស់គាត់អាណិតពួកគេធ្លាប់ជួយពួកគេប៉ុន្មានដងតែពួកគេមិនដឹងគុណបែរជាគិតថាជារឿងត្រឹមត្រូវដែលត្រូវជួយពេលនោះនាងក៏គិតថាមនុស្សដែលគ្មានប្រយោជន៍បំផុតគឺមនុស្សរ៉ារ៉ោបើគ្មានអារម្មណ៍ក៏គ្មានការអាណិតហើយក៏គ្មានរឿងវិញ្ញាណញ៉ៃទាំងនោះដែរពេលនេះចិនលូជើកាន់តែយល់ច្បាស់នាយកជាស្រឡាញ់ខ្លួនឯងជាការគិតរបស់គេគ្រាន់តែនាងទម្លាប់ទប់អារម្មណ៍បន្ទាប់មកចិនលូជើនាំស៊ូជឺទៅមើលកូនកំសត់តែអ្នកដែលរំជួលចិត្តបែរជាគេខ្លួនឯងស៊ូជឺនៅតែមុខស្មើគ្មានអារម្មណ៍ដែរស៊ូជឺអូនទៅជាឈាមត្រជាក់មែនអូនដឹងថាកូនគ្រាន់តែជាការសម្ដែងតែពួកយើងជឿថាក្តីស្រឡាញ់របស់សៀវប៉ាគឺជាការពិតចាស់គឺមកពីខ្ញុំរយៈកំផែតាមពិតរឿងនឹងកំសត់ណាស់ជួយ៉ាងឈីជាអ្នកណែនាំសូម្បីតែគេមើលជាមួយហ្វឹងជីនក៏យំដែរធ្វើឲ្យចិនលូជើមិនហ៊ានមើលក្រោយមកស៊ូជឺដឹងថារឿងនេះដកស្រង់ពីការពិតតែទោះជាយ៉ាងណានាងនៅតែមិនយំ